សូមជម្រាបសួរដល់សិស្សគណៈនិងលោកគ្រូដែលចូលចិត្តនៅសិក្សានៅវិទ្យាហោរាសាស្ត្រឥឡូវនេះខ្ញុំបានមកដល់យើងបានសិក្សានៅផ្កាយព្រះពុទ្ធឥឡូវនេះចាប់ដើមចូលបន្តផ្កាយព្រះពុទ្ធហើយមេរៀននេះក៏មេរៀនកែសម្រួលដែរហើយកែសម្រួលហ្នឹងគឺកែសម្រួលគឺការចាប់បដិសន្ធិរបស់ផ្កាយនីមួយៗហ្នឹងឯងព្រោះឯកសារដើមរបស់យើងវាអត់មានវាមានតែវាបាត់ផ្កាយពុទ្ធលេខ4តាមតម្រាហោរាសាស្ត្រដំណាលថាព្រះឥសូរឬព្រះសេវៈជាអម្ចាស់ទ្រង់សែបមុនវេទឲ្យគុជសា 17 ក្បាលប្រែក្លាយជាធូលីរួយក្រោយមកក្របដោយក្រណាត់ពណ៌ខៀវមរកតប្រោះព្រំដោយទឹកអមរិតសែបវេទមន្តបង្កើតបានជាទេវរាជមួយព្រះអង្គមានសម្បុរកាយជាពណ៌កែវមរកតព្រះវរកាយភ្លឺថ្លាបៃតងខៀវខ្ចីពន្លឺរស្មីត្បូងមរកតលម្អដោយប្រដាប់តែងកាយជានិលកែវឥន្ទ្រាទ្រង់គង់លើរាជចរដ្ឋៈមានដំរីជាពាហនៈតួនាទីទ្រង់មានតួនាទីរក្សាភ្នំព្រះសុមេរុនៅទិសទក្សិណត្បូងហើយទ្រង់គោចរឆ្លងកាត់រស្មីព្រះសុរិយៈបានរយៈវេលា2ជុំហើយទៅគង់ធាតុទឹកនៅទិសខាងត្បូងជាទក្សិណទិសរយៈ17ទិសដូច្នេះទើបបានកម្លាំង17ជាកម្លាំងនៃធាតុទឹកជាមហាសមុទ្រមានលក្ខណៈជាទឹកក្នុងអាងធំមានន័យថាទឹកដែលព្រះពុទ្ធចាប់បដិសន្ធិនៅហ្នឹងគឺជាទឹកមហាសមុទ្រហើយទឹកមហាសមុទ្រហ្នឹងគេប្រៀបបានដូចជាទឹកអាងអញ្ចឹងណាឬក៏ទឹកត្រពាំងវាំងចរតែវាធំសម្រាប់ទេវតាតែវាតូចសម្រាប់មនុស្សលោកអត្តន័យនោះអញ្ចឹងហើយដំណើររឿងថាក្នុងកាលមុននាយព្រះពុទ្ធកើតជាស្ដេចធតន្តៈព្រះអង្គាកើតជាសោណឧត្តរកាត់ភ្លោកស្ដេចធតន្តៈតម្រាព្យាករពោលមកថាព្រះពុទ្ធនេះសាងដោយដំរីប្រសិនបើនឹងទាយនិស័យត្រូវធៀបគ្នានឹងដំរីថានិស័យទុំជ្រាយចេះវិយារៀបរយវិចាពិរោះពិសាមេយាទស្រកុតស្រគុំជាដួងនៃពុទ្ធិចរិតឆ្លាតក្នុងការនិយាយឬជាម្ចាស់នៃការចរចាលក់ដូរល្អិតសង្ឃុំតែខាងការចេះដឹងច្រើនយកប្រៀបនឹងលោកខ្លះអាការនិយាយស្ដីហ្នឹងរហូតដល់ថ្នាក់ទៀតតររកពាក្យឆ្លើយមិនឃើញអញ្ចឹងពេលខ្លះក៏គេអន់ចិត្តដែរហើយច្រើនមានចិត្តថ្នាក់ផ្លាស់ប្ដូរគំនិតរហ័សក្នុងការនិយាយផងបើពុតចរមិនសូវល្អព្រោះជាការកណីនាំមុខលក្ខណៈច្រើនជេរស្ដីឲ្យគេងាយនិយាយក៏មិនសង្គាត្រចៀកត្រូវការរាំច្រៀងប្រគំតន្ត្រីជាអ្នកប្រព័ន្ធនិងជាមិត្តជាមួយនឹងច័ន្ទព្រោះនិស័យប្រហែលនឹងគ្នាផ្កាយគ្រប់ដួងសង្កេតឃើញច្រើនរឯងចិត្តព្រះពុទ្ធប្រសិននឹងឲ្យទោសក៏មិនជាអាក្រក់ណាស់ណាបើពុទ្ធចរទៅត្រូវនឹងផ្កាយឯទៀតក៏មិនសូវឲ្យមានសេចក្តីក្តៅក្រហាយប៉ុន្មានបើដំណើររួមគ្នានឹងអាទិត្យធ្វើឲ្យអាទិត្យនឹងអន់កម្លាំងបន្តិចពោតរឹងរិតតែខ្លាំងឡើងទាំងនេះព្រោះពុទ្ធមាននិស័យត្រជាក់ត្រជុំណាស់អាចអន្តងទាញដួងផ្កាយដតីទៀតឲ្យតូទុនអន់ទៅតាមគ្នាដែរ
សំនឹងពាក្យថាពុទ្ធជាទីតាំងនៃទឹកទឹកជាទីកើតសពវត្ថុប្រឹក្សាអ្នកតាវត្តផ្សេងដូច្នេះអំណាចពុទ្ធទើបទាញយកអាទិត្យឲ្យអន់ថយផងបានដោយពុទ្ធនៅក្នុងរាសីធាតុទឹកបើអាទិត្យចមកត្រូវអាទិត្យឬអាទិត្យចមកនៅក្នុងរាសីធាតុទឹកពុទ្ធមកត្រូវនឹងមកត្រូវក៏ធ្វើឲ្យអាកាសត្រជាក់ស្រេបជួនកាលក៏មានភ្លៀងធ្លាក់ផងបានអំណាចពុទ្ធចជុលនឹងអាទិត្យហើយចំណែកផ្កាយដតីក៏ល្អណាស់ដែរជាទីតាំងនៃសតិបើពុទ្ធស្ថិតនៅក្នុងទីអាក្រក់ម្ចាស់ចតាក៏ប្រើសតិមិនបានល្អតែបើពុទ្ធស្ថិតនៅល្អហើយសតិក៏រឹងរឹតតែល្អណាស់អាចគាំពៀភ័យឲ្យពួកពងញាតបានពុទ្ធជាផ្កាយសុភគ្រោះការប្រើសម្ពុតស្លៀកពាក់ពណ៌ស្ដាស់ភរណៈពុទ្ធពណ៌បៃតងចាស់រត់អភិសនីហីញ័រដេញផ្លេភ្លោតមរកតស្រស់បញ្ចាំងឆាតឆាយស្វាយមុខក្រោយរស្មីសោយសែនសុងសើយកោយសែនទ្វីពីពុទ្ធលក្ខណាឆើតបវរល្អខៀវស្រស់ពណ៌ស្លឹកឈើចាស់ល្អដល់ទីសំនឹងមរកតពណ៌ថ្លាបញ្ចៈកែវមណីរឿងរិទ្ធីរឹងរុងរឿងថ្កើងរាសីចាប់ផ្កាយពុទ្ធវាសិនជាខ្ញុំមានឱកាសខ្ញុំនឹងធ្វើផ្កាយសៅបន្តរហូតដល់ចប់ផ្កាយបើសិនជាឯកសារហ្នឹងនឹងស្រាវជ្រាវទៅវាបានតន់ចិត្តណាខ្លាចវាអត់បានតន់ចិត្តព្រោះលំបាកណាស់ព្រោះយើងវាអត់មានឯកសារទេសប្តាហ៍ថ្ងៃហោរាយើងគឺបើមានឯកសារពេញលេញម្លេះខ្ញុំក៏មិនស្រាវជ្រាវម្លេះខ្ញុំក៏មិនចំណាយពេលយូរដែរតែធ្វើម៉េចយើងវាថានៅក្នុងសង្គមនិគមណាមួយបើសិនជាគ្មានដើមឈើសោះមានតែដើមលហុងក៏គេចាត់ទុកថាដើមឈើដែរតែសំខាន់និគមយើងវាសិតតែដើមលហុងវាអត់មាននឹងនួននិយាយនេះមិនជានិយាយជាលក្ខណៈយកមកដកលើទៅគាត់ថាវាអញ្ចឹងមែនយើងទទួលស្គាល់អញ្ចឹងទៅខ្ញុំចែករំលែកហើយចែករំលែកនេះហៅនេះគឺរឿងដែលខ្ញុំបានបរិយាយនេះវាជារឿងមួយដែលអ្នករៀនមិនទាំងឡាយហ្នឹងមិនសូវយកចិត្តទុកដាក់ឯមូលហេតុមានអារម្មណ៍ថាធុញវាសាំញ៉ាំដដែលតាមពិតទៅហៅរ៉ាអញ្ចឹងមែនវាមិនទាន់ដល់វគ្គដែលឆ្ងាញ់ហើយវាមិនទាន់ដល់វគ្គដែលអ្នកស្ដាប់ហ្នឹងចង់ដឹងដែរតែដល់ពេលដល់វគ្គចង់ដឹងគឺចាប់ដើមស្ដាយក្រោយត្រង់ថាពីដើមដំបូងហ្នឹងមិនបានយកចិត្តទុកដាក់គ្រឹះខាងដើមដូចយើងរៀនអក្សរអញ្ចឹងបើស្រៈជញ្ជនៈពេញតួនឹងស្រៈនិស័យនឹងជញ្ជនៈនឹងមិនបានចាំទាំងអស់ផងហើយយើងតែបកបអក្សរអីចេញបកបមិនចេញតែព្រោះតែរៀនទៅហើយយើងមិនបានឡប់មកក្រោយវិញទេអញ្ចឹងខ្ញុំតែងតែក្រើនរំលឹកថាប្រវត្តិផ្កាយនេះវាសំខាន់មិនឲ្យចាំទាំងអស់គ្រាន់ឲ្យយល់ថាមូលហេតុដែលផ្កាយហ្នឹងវាឆ្លោះគ្នាដោយសារអីផ្កាយរាហូនិងផ្កាយអង្គាឆ្លោះគ្នាដោយសារអីដោយសារតែផ្កាយសៅហ្នឹងផ្កាយសៅនិងផ្កាយអង្គាត្រូវគ្នាដោយសារតែផ្កាយសៅហ្នឹងកើតជាឈើម៉ៃសាក់ផ្កាយអង្គាហ្នឹងកើតជាពោធិសត្វដេញសត្វទៅតាក់អាឈើម៉ៃសាក់ហ្នឹងដួលជាភពជើងទៅខឹងផ្កាយអង្គាចឹងប៉ុណ្ណឹងចុះសូមអរគុណជួបគ្នានៅវីដេអូបន្ទាប់